យើងត្រូវតែកសាងត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជ្រក់ទេគ្មានទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់បើយន់សេញជាតិស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃ10លាននាក់ងាប់ទាំងអស់បាទសួស្តីបងប្អូនបាទដូចបងប្អូនបានស្ដាប់ដើមคลิปវីដេអូហើយបាទបងប្អូនត្រូវតែចេះស្រឡាញ់ប្រទេសជាតិឥឡូវនេះប្រទេសជាតិកំពុងតែត្រូវការបងប្អូនបាទជាពិសេសយុទ្ធជនការពារទឹកដីត្រូវការខ្លាំងណាស់បើយើងការពារមិនបានទេនឹងបាត់បង់ហើយបើបាត់បង់គឺយើងពុំមានកន្លែងជ្រកកោនទេប្រទេសដែលបានតែគេហើយគឺយើងជាជនភក្តិតិចនៅក្នុងប្រទេសគេហើយបងប្អូនលោកមានសង្ឃលេខាពិតជាប្រសើរថ្លៃថ្លាណាស់បងប្អូនបាទឥឡូវងាកមកអក្សរឆ្លាក់របស់យើងវិញបាទបងប្អូនចង់ចេះឆ្លាក់អក្សរពីរពណ៌ដូច្នេះបងប្អូនមើលវីដេអូនេះមកបងប្អូននឹងអាចសរសេរតាមនឹងឆ្លាក់បានហើយបងប្អូនបាទងាយស្រួលទេបងប្អូននេះបាទឥឡូវពណ៌ដែលយើងឆ្លាក់ដំបូងនោះគឺពណ៌ទឹកសមុទ្រនោះក៏បានរួចរាល់ហើយនៅខាងជើងនៃអក្សរឥឡូវយើងចាប់ដើមបំពេញនៃសក់អក្សរហើយនឹងកណ្ដាលបងប្អូនណាអញ្ចឹងអក្សរដែលយើងឆ្លាក់របៀបនេះគឺយើងសរសេរមាន2ផ្នែកនឹងចែកជា2កំណាត់យ៉ាងកំណាត់ទី1យើងចាប់ដើមសរសេរដំបូងនោះបន្ទាប់មកយើងសរសេរចប់អស់សេចក្តីអក្សរឥឡូវយើងចាប់ដើមបំពេញផ្នែកខាងលើបាទនេះបងប្អូនយើងទាញអញ្ចឹងមកបងប្អូននេះដូចជាស្រឡាញ់បាទនេះស្រឡាបាទស្រឡាញ់សញ្ញាបាទនេះសញ្ញាបងប្អូនទាញថ្នមមកបងប្អូនបាទយើងសម្រាប់ដៃហ៎បងប្អូនបាទទាញអញ្ចឹងមកជាតិបាទជាតិតិបាទស្រឡាញ់ប្រទេសជាតិណាបងប្អូនបាទកូនត្រូវចងចាំត្រូវចេះស្រឡាញ់ប្រទេសជាតិបន្ទាប់ពីការឆ្លាក់របស់យើងពីតង់បានរួចទៅហើយនោះឥឡូវយើងចាប់ដើមដាក់ស្រមោលបាទបងប្អូនការដាក់ស្រមោលនេះទៀតសោតគឺអាស្រ័យទៅលើបងប្អូនណាបងប្អូនបើសិនជាបងប្អូនដាក់ស្រមោលនៅលើអក្សរវាអាចថាជាស្ទាយបែបផ្សេងបើបងប្អូនដាក់ស្រមោលនៅក្រោមអក្សរវាមើលទៅក៏ស្ទាយបែបផ្សេងហើយអញ្ចឹងការចំណងចំណូលចិត្តរបស់យើងចង់ដាក់ខាងណាក៏បានដែរបងប្អូនយើងចង់ដាក់ចំហៀងយើងចង់ដាក់លើចង់ដាក់ក្រោមបាទនេះចំហៀងខាងឆ្វេងហើយយើងអូសវាមកខាងក្រោមដែលយើងកំពុងតែមើលនេះណាបងប្អូនយើងដាក់តាមការគូរបស់យើងមកបាទនេះបងប្អូនណាត្រូវតែអញ្ចឹងយើងស្រែហ្នឹងបាទនេះណាយើងដាក់ខាងក្រោមគឺខាងឆ្វេងបាទនេះទាញថ្នមមកកន្លែងជ្រុងឬក៏កលាក់អាហ្នឹងយើងទាមទារឲ្យបានជាស្មៅខ្មៅបាទបងប្អូនដើម្បីឲ្យយើងក្រឡេកមើលទៅឃើញអក្សរនោះវាអណ្ដែតគឺអក្សរផុសតែម្ដងបាទផុសឲ្យស្អាតទៀតបងប្អូនបាទនេះយើងក៏ភ្លេចកលាក់វាហ្នឹងគឺយើងត្រូវបំពេញវាឲ្យបានស្អាតអញ្ចឹងការព្យាយាមធ្វើរឿយៗបងប្អូននឹងអាចចេះសរសេរបានស្អាតជាងខ្ញុំបាទនេះផងបាទបាទអញ្ចឹងងាយទេពុកម៉ែបងប្អូនអក្សរដែលយើងមើលមកឃើញសរសេរពីរពណ៌បែបនេះយើងគិតថាលំបាកប៉ុន្តែมันជាលំបាកទេបងប្អូនបាទនេះវាមានជំហានរបស់វាអញ្ចឹងយើងសរសេរបែបហ្នឹងមកបងប្អូនកូនត្រូវតែ
ស្រឡាញ់ប្រទេសជាតិដូច្នេះសត្រូវឈ្លានពានកូនគូតែការពារឲ្យបានល្អចិត្តពុះកញ្ជ្រោលឃើញគេចូលជ្រែកញ៉ាជន់ភ្នំដងរាជបំបែកវប្បធម៌សត្រូវឈ្លានពានកូនត្រូវតស៊ូលះបង់ផ្ដាច់ផ្ដងដើម្បីជាតិយើង